បាទវិធីភ្ជាប់កាមេរ៉ាសុវត្ថិភាពដែលប្រើកម្មវិធី IPC 360 Home យើងអាចចូលក្នុងកម្មវិធី Play Store ក៏បានឬក៏ App Store ក៏បានយើង search វាមកពាក្យ IPC 360 Home អញ្ចឹងមកហើយយើង download វាទៅតែនេះខ្ញុំ download វាហើយអញ្ចឹងខ្ញុំមិនបាច់ down ទេខ្ញុំចូលវាតែម្ដងយើងចុច confirm នេះមកហើយយើងជ្រើសរើសភាសាយើងដាក់ Cambodia ទៅ confirm ទៀតបន្ទាប់មកយើងចូលជាមួយនឹង Google ឬក៏ Gmail របស់យើងមកយើងជ្រើសរើស Gmail ណាមួយយើងចង់ដាក់មកអញ្ចឹងខ្ញុំយកអានេះឧទាហរណ៍សិនចេះយើងចាំបន្តិចយើងចុច OK ចុចអនុញ្ញាតទាំងអស់ទៅពេលដែលកម្មវិធី load មកយើងបើកអនុញ្ញាតវាទាំងអស់ទៅបន្ទាប់មកទៀតយើងបើកដំណើរការកាមេរ៉ារបស់យើងចឹងពេលដែលយើងដំណើរការវាហើយចាំវាឮសំឡេងហើយវាវិលហើយចាំយើងធ្វើការភ្ជាប់វាបងបងទាំងអស់គ្នាចឹងយើងរងចាំវាសិនចាំវាវិលហើយចាំយើងធ្វើការភ្ជាប់បន្ទាប់មកយើងចូលសញ្ញាបូកមកដោយសារវាវិលហើយបន្ទាប់មកយើងយកសញ្ញាបូកទៀតហើយយើងចុច next យើងបើកអនុញ្ញាតទាំងអស់មកបន្ទាប់មកយើង scan QR code នៅលើកាមេរ៉ាដើម្បីធ្វើការភ្ជាប់វាឥឡូវ scan ហើយបន្ទាប់មកយើងចុចបើកគ្រីសនេះមួយចុច next ចុច go យើងរងចាំវាបន្តិចដើម្បីវា verify ភ្ជាប់ជាមួយកាមេរ៉ាចុចភ្ជាប់មកស្រួលទេបងប្អូនទាំងអស់គ្នាចាំវាបន្តិចឥឡូវនេះវាពងធ្វើការភ្ជាប់ហើយបន្ទាប់មកយើងរើស Wi-Fi របស់យើងហើយ Wi-Fi របស់យើងកុំយក 5G យើងយកធម្មតាមកហើយយើងរើស Wi-Fi ដាក់ password វាត្រូវហើយចុច next ទៅមុខមកឥឡូវនេះវាពងភ្ជាប់រវាងកាមេរ៉ាជាមួយនឹង Wi-Fi តិចទៀតវា load ភ្ជាប់បានអូតូហើយឥឡូវនេះវាភ្ជាប់បានហើយកន្លែងនេះជាឈ្មោះរបស់វាយើងចង់ដាក់យកមួយណាក៏បានយើងចង់ដាក់ឈ្មោះបន្ថែមក៏បានដែរយើងចុច done មកឥឡូវនេះយើងភ្ជាប់បានជោគជ័យហើយនេះវាឃើញសខ្មៅដោយសារខ្ញុំដាក់សខ្មៅអញ្ចឹងបើយើងចង់ដាក់ color ក៏បានស៊ីសងលើយើងទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត